នៅវេលាទៀបភ្លឺថ្ងៃទី10ខែមិថុនាឆ្នាំ2026នេះកម្មជួចនឹងវងយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងអ៊ុយក្រែនបានហោះចូលកាន់តែជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ីដោយមានការបញ្ជាក់ថាបានបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅឯតំបន់សារ៉ាតូវចម្ងាយ800គីឡូម៉ែត្រនិងមានការបំផ្ទុះដោយកម្មជ្រួចរបស់អ៊ុយក្រែនទៅលើឃ្លាំងអាវុធរបស់រុស្ស៊ីថែមទៀតទាំងនេះសបញ្ជាក់ឃើញផងដែរថាទោះបីជារុស្ស៊ីដាក់ប្រព័ន្ធការពារដែនអាកាសរហូតដល់ S400 ក៏ដោយក៏មិនអាចខាត់ខាំងនៃកម្មជួចមីស៊ីលរបស់អ៊ុយក្រែននិងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែរបាទចឹងប្រិមិត្តនិងពុកម៉ែបងប្អូនជាទីគោរពនៅក្នុងវីដេអូនេះខ្ញុំមានព័ត៌មានបាទតាក់ទងអំពីសមរភូមិបន្ទាប់ពីមើលឃើញថាប្រធានាធិបតីរុស្ស៊ីបាទគឺលោកពូទីនបានទាត់ចោលអំពីការចរចាជួបផ្ទាល់ជាមួយនឹងលោកវ៉ាឡូឌីមៀរ ហ្សេឡង់ស្គីកាលពីប្រហែលថ្ងៃមុននោះបាទបានធ្វើឲ្យស្ថានភាពគឺកាន់តែធ្ងន់ធ្ងរបន្តហែមទៀតហើយគណៈដែលលោកពូទីនក៏ថាគាត់មិនចង់ជួប ហ្សេឡង់ស្គីមិនចង់ចរចាជាមួយអ៊ុយក្រែនហើយក៏មិនចង់ចរចាជាមួយនឹងសហភាពអឺរ៉ុបផងដែរណាប្រិមត្តណាជាហេតុដែលធ្វើឲ្យភ្លើងសង្គ្រាមវាឡើងកម្ដៅនិងមានការវិប្រហារគ្នាទៅវិញទៅមកប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំមានបាទព័ត៌មានមួយតាក់ទងនឹងការពិព្រឹកមិញនេះឃើញថាអ៊ុយក្រែនក៏បាញ់កំជ្រួចហើយនឹងយន្តហោះគ្មានមនុស្សបើកជាវងតែម្ដងចូលកាន់តែជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ីដែលជាការកំណត់គោលដៅទៅលើទីតាំងយុទ្ធសាស្ត្រនិងកំទេចបាទកន្លែងចម្រាញ់ប្រេងរបស់រុស្ស៊ីដែលមានជម្រៅ800គីឡូម៉ែត្រនៅឯទីក្រុងហ្សាម៉ារ៉ាគឺឆ្ងាយមែនទែនណាប្រិមត្តណាឆ្ងាយពីទីក្រុងមូស្គូទៀតគឺជម្រៅ800គីឡូម៉ែត្រឯណោះអញ្ចឹងការលើកឡើងនេះបាទគឺកើតឡើងតាំងពីថ្ងៃទី10ខែមិថុនាហើយមើលឃើញថាមានការរួមផ្សំជាមួយនឹងកម្មជ្រួចបាទចូលទៅដែរវាកម្រខ្លាំងណាស់ដែលអ៊ុយក្រែនបាញ់កម្មជ្រួចចូលទៅកាន់តែជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ីអ្វីដែលអ្នកវិភាគបានមើលឃើញបាទលើកនេះថាអ៊ុយក្រែនក៏ប្រើប្រាស់កម្មជ្រួចនឹងយន្តហោះគ្មានមនុស្សបើកបំពាក់ដោយប្រព័ន្ធ AI នេះហើយបានបំផ្ទុះកន្លែងចម្រាញ់ប្រេងនិងឃ្លាំងវត្ថុធាតុផ្សំនៃការបង្កើតអាវុធរបស់រុស្ស៊ីនៅទីក្រុងហ្សាម៉ារ៉ាគេបានមើលឃើញ4ចំណុចធំជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែនបាទគឺមានន័យថាអ៊ុយក្រែនឆ្លើយថាអ្នកឯងកាន់តែធ្វើឲ្យអ៊ុយក្រែនឈឺចាប់អ្នកក៏កាន់តែឈឺចាប់ជាងអ៊ុយក្រែនដែរលើចំណុចទី1គេបានមើលឃើញថាអ៊ុយក្រែនលែងប្រើដ្រូនឬក៏មីស៊ីលនឹងដាច់ដោយឡែកពីគ្នាទៀតហើយមានន័យថាយកគំរូតាមរុស្ស៊ីវាយអ៊ុយក្រែនគឺផ្គូផ្គ្នាវាយទាំងដ្រូនវាយទាំងមីស៊ីលរួមគ្នាលើកនេះអ៊ុយក្រែនក៏ប្រើស្នៀតនឹងបាទទៅលើរុស្ស៊ីដែរដែលអ៊ុយក្រែនបានបញ្ជាក់ថាមានការបំផ្ទុះបារ៉ាដានិងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីមួយចំនួនអំឡុងពេលវាយប្រហារបាទក្នុងពេលតែមួយគឺមានទាំងមីស៊ីនមានទាំងដ្រូនចូលការពីព្រឹកមិញនៅថ្ងៃទី10ហ្នឹងបាទអញ្ចឹងគឺដ្រូនបឆោតរ៉ាដាបឆោតប្រព័ន្ធការពារដែនអាកាសបើកអាកាសឲ្យមីស៊ីលនឹងបំផ្លាញតែម្ដងបាទកន្លែងនេះគឺខ្លាំងហើយប្រិមត្តណាទី2ជាយុទ្ធសាស្ត្រនៅក្នុងការបំផ្លាញជម្រៅការដែលអ៊ុយក្រែនបើកការវាយប្រហាររួមគ្នានៅក្នុងពេលតែមួយនេះគឺជាអ្វីដែលបង្ខំឲ្យរុស្ស៊ីត្រូវតែដកប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលមាននៅសមរភូមិជមុខចេញហើយយកទៅការពារហេដ្ឋារសម្ព័ន្ធនិងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបាទជាបន្តនឹងគ្មានជំរឿផងដែរអញ្ចឹងនៅពេលដែលរុស្ស៊ីគាត់ចង់ការពារឧស្សាហកម្មឬក៏កន្លែងសេដ្ឋកិច្ចរបស់ខ្លួនគាត់ត្រូវតែបង្ខំចិត្តឲ្យដកប្រព័ន្ធការពារទាំងអស់នោះនៅតាមសមរភូមិជាមុខទៅការពារនៅខាងសមរភូមិជួរក្រោយវិញសួរថាការដកហ្នឹងគឺដកដើម្បីអីប្រិមិត្តគឺអ៊ុយក្រែនធ្វើអញ្ចឹងដើម្បីឲ្យយន្តហោះចម្បាំងរបស់ខ្លួនហ្នឹងគឺកាន់តែមានវត្តមានច្រើននិងមានអំណាចបាទប្រើប្រាស់ដើម្បីកម្ចាត់កងទ័ពរបស់រុស្ស៊ីនៅតាមសមរភូមិជួរមុខបានប្រិមិត្តណាអញ្ចឹងរាល់ថ្ងៃនេះដោយសារតែរុស្ស៊ីនៅតែបន្តដាក់ព័ន្ធការពារដែនអាកាសនៅសមរភូមិជមុខជាហេតុដែលធ្វើឲ្យយន្តហោះចម្បាំង S16 ហ្នឹងគឺអត់អាចហោះចិត្តបាននោះទេគឺមានប្រវត្តិច្រើនដងហើយដែល S16 នេះត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាញ់ធ្លាក់ជាច្រើនដងសម្រាប់ចំណុចទី3គេមើលឃើញថាអ៊ុយក្រែនបានប្រើយុទ្ធសាស្ត្រនៅក្នុងការកាត់ផ្តាច់សេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ីកាន់តែខ្លាំងឡើងជាពិសេសគឺតំបន់គ្រីមៀដែលកាលពីម្សិលមិញនេះគឺរោងចក្រអគ្គិសនីជាច្រើនកន្លែងត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរតែម្ដងហើយបានធ្វើឲ្យទាហានរបស់រុស្ស៊ីនៅសមរភូមិជមុខកំពុងតែប្រឈមមុខនឹងការខ្វះខាតស្បៀងហើយនឹងសពិវុធដោយសារតែដ្រូននិងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានបំផ្លាញបាទរថយន្តដឹកស្បៀងនិងកាត់ផ្តាច់ផ្លូវយុទ្ធសាស្ត្ររបស់រុស្ស៊ីច្រើនចំណុចទី4មូលហេតុដែលអ៊ុយក្រែនបើកការវាយប្រហារដោយកំជ្រួចបាទ
ដោយកំជួចចូលកាន់តែជ្រៅនេះបាទនៅថ្ងៃទី10នេះគឺជាការផ្ញើសារថានៅនេតិនេះអ៊ុយក្រែនមិនមែនប្រើយុទ្ធសាស្ត្រទប់ទល់នោះទេអ៊ុយក្រែនក៏អាចមានលទ្ធភាពធ្វើអរិយភាពនៅក្នុងទឹកដីរបស់រុស្ស៊ីដែរជាហេតុដែលបង្ខំឲ្យពូទីននេះបាទទទួលស្គាល់ថាមានការខូចខាតដូចគ្នានឹងងាកទៅរកការចរចាបាទនឹងងាកទៅរកការចរចាបាទអញ្ចឹងមើលឃើញថាឥឡូវនេះគឺអ៊ុយក្រែនមិនមែនប្រទេសធម្មតានោះទេមិនមែនជាប្រទេសបាកាពី4ឆ្នាំមុននោះទេគណៈពេលនេះអ៊ុយក្រែនត្រូវបានគេចាប់ទុកថាគឺជាមហាអំណាចបាទដ្រូនទៅហើយដែលលោកវ៉ាឡូឌីមៀសេឡែនស្គីបានដាក់មហិច្ឆតាលើការផលិតឲ្យបាននៅក្នុងឆ្នាំ2026នេះគឺ7លានគ្រឿងឯណោះបាទ7លានគ្រឿងឯណោះបើតាមស្ថិតិនៃ ISW បានបញ្ជាក់ថាអ៊ុយក្រែនអាចផលិតដ្រូនបាន3ប្រភេទធំហើយបានចំនួនច្រើនថែមទៀតផងដ្រូនប្រភេទបាទវាយប្រហារគឺប្រភេទខ្នាតតូចដែលអាចបំផ្ទុះទាហានរបស់រុស្ស៊ីនៅសមរភូមិជួរមុខបានឥឡូវនេះអ៊ុយក្រែនអាចផលិតបាន20000គ្រឿងនៅក្នុងមួយថ្ងៃដោយផ្អែកទៅលើរោងចក្រប្រមាណជា160កន្លែងដែលមាននៅក្នុងទឹកដីរបស់អ៊ុយក្រែនផងនិងនៅក្នុងទឹកដីរបស់អឺរ៉ុបផងចំណែកឯដ្រូនហោះបាទការពារគេហៅថាដ្រូនបំបុកដ្រូននោះបានប្រមាណជា2000គ្រឿងនៅក្នុងមួយថ្ងៃចំណែកឯដ្រូនចូលទៅកាន់ទឹកដីរបស់រុស្ស៊ីកន្លងមកហ្នឹងណាប្រិមត្តណាដ្រូនហោះរយៈចម្ងាយឆ្ងាយហ្នឹងគឺអាចផលិតបាន300គ្រឿងប៉ុន្តែផែនការរបស់សេឡែនស្គីនឹងផលិតវាឲ្យបាន1000គ្រឿងនៅក្នុងមួយថ្ងៃសេចក្តីថ្លែងការណ៍របស់សេឡែនស្គីបន្ទាប់ពីលោកពូទីនបានទាត់ចោលពីការជួបចរចាដោយផ្ទាល់សេឡែនស្គីបានពិភាក្សាជាមួយនឹងអឺរ៉ុបថាចង់ឲ្យមានការឆ្លើយតបឲ្យស្មើភាពគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនប្រសិនបើរុស្ស៊ីគាត់មានលទ្ធភាពប្រើកាំជ្រួចមីស៊ីលកាន់តែច្រើនមកលើអ៊ុយក្រែនសូមឲ្យអឺរ៉ុបនឹងជួយឲ្យអ៊ុយក្រែននឹងមានលទ្ធភាពនៅក្នុងការកសាងកាំជ្រួចនោះបាទបើកការវាយប្រហារទៅលើរុស្ស៊ីឲ្យស្មើនឹងចំនួនដែលរុស្ស៊ីធ្លាប់វាយប្រហារមកលើអ៊ុយក្រែនរាល់លើកផងដែរបាទអញ្ចឹងគឺដាក់ទៅដាក់មកធ្វើយ៉ាងម៉េចថ្លឹងឲ្យស្មើគ្នាតែម្ដងគឺសេឡែនស្គីក៏ចង់អញ្ចឹងបើអត់ចរចាជាមួយនឹងគ្នានៅប្រិមត្តណាអញ្ចឹងការពីព្រឹកមិញនេះគឺមីស៊ីប្រភេទ Storm Shadow និងបាទប្រភេទ Cruise Long Neptune ដែលជាប្រភេទមីស៊ីលរបស់សហភាពសូវៀតហើយត្រូវបានកែច្នៃឡើងវិញហ្នឹងគឺបានបាញ់ចូលកាន់តែជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ីហើយបាទអញ្ចឹងមើលឃើញថាធ្វើឲ្យវាមានកម្លាំងមានការខឹងសម្បាថែមទៀតណាប្រិមត្តណាបាទអញ្ចឹងខ្ញុំបាទក៏សូមធ្វើការអានអត្ថបទនេះបាទចែកជូនទៅដល់ប្រិមិត្តអំពីការបំផ្ទុះរោងចក្រចម្រាញ់ប្រេង800គីឡូម៉ែត្រនៅទីក្រុងសារ៉ាតូនិងបានវាយប្រហារលើឃ្លាំងផ្ទុកសារធាតុគីមីរបស់រុស្ស៊ីផងដែរបាទសូមស្ដាប់ដូចតទៅបើតាមការបញ្ជាក់នៃប្រភពសារព័ត៌មាន Kyiv Independent បានបញ្ជាក់ថាមីស៊ីលនិងវងយន្តហោះខេមៀមនុស្សបើករបស់អ៊ុយក្រែនបានបើកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងនៅជម្រៅ800គីឡូម៉ែត្រពីអ៊ុយក្រែនចូលទៅក្នុងទឹកដីរបស់រុស្ស៊ីរោងចក្រចម្រាញ់ប្រេងនៅទីក្រុង Samara របស់ប្រទេសរុស្ស៊ីត្រូវបានរងការវាយប្រហារដោយយន្តហោះខេមៀមនុស្សបើករបស់អ៊ុយក្រែនហើយរោងចក្រនេះគឺជាទីតាំងផលិតប្រេងដ៏ធំមួយនៅក្នុងទីក្រុង Cheboksary ត្រូវបានរងការវាយប្រហារដោយមីស៊ីលកាលពីយប់ថ្ងៃទី10ខែមិថុនានេះបើតាមការចេញផ្សាយរបស់បណ្ដាញសង្គមទំនាក់ទំនង Telegram ស្ថានីយ៍ឯករាជ្យព័ត៌មាន Telegram បានរាយការណ៍ថាស្ថិតនៅចម្ងាយ800គីឡូម៉ែត្រពីព្រំដែនរបស់អ៊ុយក្រែននិងរុស្ស៊ីរោងចក្រចម្រាញ់ប្រេង Cheboksary នៅក្នុងទីក្រុង Samara ត្រូវបានដុតបំផ្លាញបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានបើករបស់អ៊ុយក្រែនលោក Vyacheslav Fedoryshev អភិបាលខេត្ត Samara លោកបាននិយាយថាលោកបានប្រមានអំពីការវាយប្រហារតាមរយៈអាកាសរបស់សត្រូវដែលបានសម្ដៅទៅលើការគំរាមកំហែងដោយកាំជ្រួចមីស៊ីលរបស់អ៊ុយក្រែនផងដែរបាទអញ្ចឹងគឺការលើកឡើងរបស់អភិបាលតំបន់បាននិយាយឲ្យពិតជាមានកាំជ្រួចរបស់អ៊ុយក្រែនចូលមកកាន់ទឹកដីរបស់រុស្ស៊ីពិតមែនបាទសូមបន្តទៀតកាសែត The Telegram បានបន្តថាទីក្រុង Cheboksary ខេត្ត Suwasa ជាកន្លែងស្រាវជ្រាវនិងផលិតប្រេងហើយត្រូវបានរងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ុយក្រែនព័ត៌មានលម្អិតនេះមិនទាន់បានផ្ទៀងផ្ទាត់ភ្លាមៗដោយទីក្រុង Kyiv Independent នោះទេយោងទៅតាមចារកម្មរបស់អ៊ុយក្រែនបានបញ្ជាក់ថារោងចក្រទាំងអស់នោះមានសមត្ថភាពផលិតប្រេងនិងជារោងចក្រផលិតផ្គត់ផ្គង់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីរួមទាំងគ្រឿងបន្លាស់សម្រាប់យន្តហោះគ្មានរំបើកនិងជាកន្លែងផ្គុំមីស៊ីផងដែរ
ទីក្រុងគៀវនិងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងទីក្រុង Washington និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដំណើរការរោងចក្រទាំងអស់នោះបានរួចជាស្រេចទៅហើយនៅក្នុងទីក្រុង Cheboksary មានទីតាំងប្រហែលជា1000 គីឡូម៉ែត្រពីព្រំដែនរបស់អ៊ុយក្រែនតែងតែវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងញឹកញយនៅលើទឹកដីរបស់រុស្ស៊ីនិងទឹកដីដែលកាន់កាប់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូនៅក្នុងការបន្តធ្វើសង្គ្រាមយោធារបស់អ៊ុយក្រែនបានបញ្ជាក់ថាស្ពានមួយនៅជិតភូមិ Cheher ដែលតភ្ជាប់ពីតំបន់គ្រីមៀទៅកាន់កាប់ជាមួយនឹងផ្នែកខ្លះនៃភាគខាងត្បូងនៃទឹកដីរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីក៏ទ្រង់ការវាយប្រហារនិងកាប់ផ្ដាច់ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីយប់ថ្ងៃទី7ផងដែរនៅក្នុងការវាយប្រហារមួយផ្សេងទៀតនៅតំបន់គ្រីមៀយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារទៅលើឃ្លាំងប្រេងរបស់រុស្ស៊ីនៅក្នុងទីក្រុង Yadi Chuyu នៅយប់ថ្ងៃទី7ខែមិថុនានេះបើយោងតាមរបាយការណ៍នៃកងកម្លាំងប្រតិបត្តិការរបស់អ៊ុយក្រែនទន្ទឹមនឹងនេះកងវរៈសេនាធំនៃកងប្រតិបត្តិការពិសេសទី3របស់អ៊ុយក្រែនបានគ្រប់គ្រងផ្លូវអាកាសផ្នែកមួយចំនួនដែលជាផ្នែកនៃការផ្គត់ផ្គង់ដោយផ្ទាល់ដីរបស់រុស្ស៊ីទៅកាន់តំបន់គ្រីមៀដែលយោធារបស់អ៊ុយក្រែនបានរាយការណ៍នៅថ្ងៃទី6ខែមិថុនាសម្រាប់ការវាយប្រហារចូលកាន់តែជ្រៅនៅក្នុងទីក្រុង Samara បើតាមការបញ្ជាក់នៃកងកម្លាំងអ៊ុយក្រែនបានដឹងថាអ៊ុយក្រែនបានប្រើប្រាស់ដ្រូនឬក៏យន្តហោះគ្មានមនុស្សបើកស៊េរីថ្មីចុងក្រោយដែលមានឈ្មោះ Tabber ដែលរួមផ្សំដែលអាចហោះហើររយៈចម្ងាយឆ្ងាយបាននិងអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសនិងជាតិចូលទៅក្នុងទឹកដីរបស់រុស្ស៊ីមូលហេតុតកតនឹងការប្រកាសអាសន្នរបស់អភិបាលតំបន់ Samara អំពីបញ្ហាមីស៊ីនោះគឺដោយសារតែកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធបាញ់មីស៊ីលគ្រុសដែលផលិតនៅក្នុងស្រុកមានឈ្មោះថា Long Netu និងមីស៊ីរបស់បច្ចេកប្រទេសគឺ Storm Shadow របស់ចក្រភពខ្លះដើម្បីកំទេចរ៉ាដានិងប្រព័ន្ធការពារដែនអាកាស S400 របស់រុស្ស៊ីនៅតាមផ្លូវជាមុនសិននៅក្នុងនោះគឺជាការបើកផ្លូវឲ្យវងដ្រូនយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនប្រភេទ Ber និង Lu-TI អាចហោះចូលទៅក្នុងការបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Samara បានដោយជោគជ័យសម្រាប់ប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelensky ឯនោះវិញលោកនៅពេលថ្មីនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនឹងមេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបថាជនជាតិរុស្ស៊ីបានជួបប្រទះនឹងសង្គ្រាមអ៊ុយក្រែនតាមរបៀបដែលដូចគ្នានិងអ៊ុយក្រែនទាំងអស់កំពុងតែជួបប្រទះដូចគ្នាមានន័យថាប្រសិនបើអ្នកធ្វើឲ្យអ៊ុយក្រែនឈឺចាប់អ្នកកាន់តែឈឺចាប់ជាងអ៊ុយក្រែនសម្រាប់ប្រមុខរដ្ឋបានមានប្រសាសន៍ថាអ៊ុយក្រែនកំពុងតែឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ីប៉ុន្តែបច្ចុប្បន្នមិនមានធនធានច្រើនដូចជាសត្រូវទេនៅក្នុងពេលជាមួយគ្នានោះលោក Zelensky បានសន្យាថាអ៊ុយក្រែននឹងឈានដល់កម្រិតផលិតមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដែលអនុញ្ញាតឲ្យខ្លួនឆ្លើយតបយ៉ាងពេញលេញចំពោះអ្វីដែលរុស្ស៊ីបើកការវាយប្រហារមកលើអ៊ុយក្រែនប្រធានាធិបតីបានសង្កត់ធ្ងន់ថារុស្ស៊ីយល់ថាប្រសិនបើយើងមានយន្តហោះគ្មានមនុស្សបើកនិងមានគ្រាប់មីស៊ីលឆ្លើយតបចំពោះពួកគេជារៀងរាល់ថ្ងៃនោះពួកគេនឹងស្គាល់អំពីទស្សនវិជ្ជានិងដំណឹងនៃការឈឺចាប់សម្រាប់បប្រតិបត្តិការយន្តហោះគ្មានរបស់នឹងក្រសួងស៊ើបការសម្ងាត់ការពារជាតិរបស់អ៊ុយក្រែនមុននេះបន្តិចបន្តបញ្ជូនដំណឹងនិងមានផែនការវាយប្រហារទៅលើតំបន់គ្រីមៀតំបន់ដូណេតនិងបំផ្លិចបំផ្លាញទៅលើការកាន់កាប់របស់រុស្ស៊ីជាពិសេសគឺការគ្រប់គ្រងផ្នែកខាងក្រោយនៃជួរកងទ័ពរបស់រុស្ស៊ីពីមុនចារកម្មរបស់អ៊ុយក្រែនបានបើកការវាយប្រហារលើផ្លូវរថភ្លើងរបស់សត្រូវនៅក្នុងតំបន់គ្រីមៀដែលរុស្ស៊ីកាន់កាប់ហើយប្រភពថាមពលនិងក្រក់ម្សៅជាពិសេសគឺឃ្លាំងអាវុធតែម្ដងលើសពីនេះទៅទៀតរដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោក Mahelo Fodorov លោកបានប្រកាសអំពីការបង្កើតគ្រាប់បែករំអិលនៅក្នុងស្រុកឲ្យកាន់តែច្រើនដើម្បីឆ្លើយតបចំពោះសង្គ្រាមចូលដល់ឆ្នាំទី5ជាមួយរុស្ស៊ីអាវុធនេះអាចបំពាក់ក្បាលគ្រាប់ទម្ងន់250គីឡូក្រាមនិងត្រូវរចនាឡើងជាពិសេសដើម្បីវាយប្រហារលើគោលដៅកាន់តែស៊ីជម្រៅទៅលើសត្រូវបានចង់ប្រិមិត្តនិងពុកម៉ែបងប្អូនបានស្ដាប់នៃអត្ថបទនេះហើយមើលឃើញអំពីភាពជឿនលឿនរបស់អ៊ុយក្រែននិងសមត្ថភាពការបង្កើតអាវុធថ្មីអស់រយៈពេល4ឆ្នាំដែលនៅនាទីនេះអ៊ុយក្រែនមានយន្តហោះគ្មានមនុស្សបើកបំពាក់ខួរក្បាល AI ហើយជាពិសេសគឺអ៊ុយក្រែននឹងបញ្ចេញអាវុធមួយទៀតគឺគេហៅថាគ្រាប់បែករំអិលដែលនេះគឺជាការបង្ហាញថាអ៊ុយក្រែនកំពុងតែកាត់បន្ថយការពឹងផ្អែកទៅលើអាវុធរបស់សហរដ្ឋអាមេរិកពីមុនមកអញ្ចឹងពីមុនគឺអ៊ុយក្រែនបានពឹងផ្អែកទៅលើអាវុធ Javelin ហើយគ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកគ្រាប់ប្រព័ន្ធការពារដែនអាកាសហើយជាពិសេសគឺគ្រាប់បែករំអិលនេះតែម្ដងហើយដល់ឥឡូវនេះអ៊ុយក្រែនក៏ចេះវិវត្តខ្លួនគាត់យកដ្រូនជំនួសទាហានហើយបើកការវិប្រហារទៅលើទ័ពរបស់រុស្ស៊ីនៅតាមសមរភូមិវិញ
ម្យ៉ាងវិញទៀតគេបានមើលឃើញថាបាទដ្រូនទាំងអស់នោះមានការបំពាក់បាទខួរក្បាល AI ហើយក៏បានបង្កើតបាទការចងសម្ព័ន្ធមិត្តជាមួយនឹងបណ្ដាប្រទេសមួយចំនួនដែលមានភាពជឿនលឿនឬក៏ប្រទេសដែលកំពុងតែចាប់អារម្មណ៍លើការអភិវឌ្ឍដ្រូនតែម្ដងជាពិសេសគឺអាល្លឺម៉ង់ហើយនឹងបាទប្រទេសជប៉ុននឹងឯងសម្រាប់ការបន្តសង្គ្រាមប្រិមិត្តនិងពុកម៉ែបងប្អូនប្រកាសជាចោទសំណួរសួរថាតើប្រធានាធិបតីអាមេរិកពិតជាបានបញ្ឈប់ការគ្រប់គ្រងអាវុធទៅដល់ភាគីអ៊ុយក្រែនមែនដែរឬទេនៅក្នុងចំណុចនេះគឺមិនមែននោះទេគឺអាមេរិកនៅតែគ្រប់គ្រងអាវុធទៅដល់ភាគីអ៊ុយក្រែននៅតែផ្ដល់ព័ត៌មានយោធាទៅដល់ភាគីអ៊ុយក្រែនដដែលនោះទេគ្រាន់តែថាលោកដូណាល់ត្រាំមិនអាចបាទចុះហត្ថលេខាលើការលក់អាវុធត្រង់ទៅត្រង់មករវាងអាមេរិកនិងអ៊ុយក្រែនឡើយគឺអាមេរិកត្រូវតែបញ្ជូនអាវុធនោះទៅកាន់ NATO ហើយ NATO បញ្ជូនបាទទៅកាន់ភាគីអ៊ុយក្រែននឹងឯងជាហេតុដែលធ្វើឲ្យអ៊ុយក្រែននៅតែមានកម្លាំងអ៊ុយក្រែននៅតែអាចឆ្លើយតបចំពោះបាទប្រទេសរុស្ស៊ីបានម្យ៉ាងវិញទៀតទង្វើនេះគឺជាការដាក់សម្ពាធទៅដល់វិមានកម្លាំងនៅផ្ញើសារទៅដល់លោកពូទីនផងដែរថាប្រសិនបើដរាបណាអ៊ុយក្រែនមានអាវុធរបស់អាមេរិករុស្ស៊ីចង់លេបយកអ៊ុយក្រែនក៏ពិបាកដែរអញ្ចឹងគួរតែសម្លឹងមើលការចរចាប្រសើរជាងការខានបងបាទប្រិមត្តណាអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់ព័ត៌មានត្រឹមនេះនឹងសង្ឃឹមថាបាទប្រិមិត្តទទួលបានព័ត៌មាននៅក្តីរីករាយបាទសូមអរគុណសូមជម្រាបលា